សួស្តីបងថ្ងៃហ្នឹងខាងបងអូនមានមធ្យោបាយអគ្គិសនីវ័យឆ្ងាយណែនាំជូនបងមើលបងសម្រាប់ក្រសួងនេះវិញគឺមានតួនាទីច្រើននៅតាមបងមានតួនាទីកម្ចាត់ជាតិខ្លោបានល្អអាចកំណត់សីតុណ្ហភាពបានហើយក៏អាចកំណត់ទឹកដែលយើងចង់បានយកមកប្រើប្រាស់បានដូចគ្នាបងសម្រាប់ក្រសួងនេះវិញជាប្រភេទថ្មហើយអាចដោះចេញបែបនេះបានអាចដោះយកបានបងនៅពេលដែលបងដាក់ទឹកប្រើប្រាស់សូមបងមើលកន្លែងគំនូរខាងក្រោមនេះបានន័យថាយើងមិនអាចដាក់ទឹកក្រោមនឹងបានទេបងហើយនៅពេលដែលបងចង់ដាក់ទឹកច្រើនក៏មិនអាចលើគំនូរខាងលើនេះបានដែរបងតែបើយើងចង់ដាក់ពាក់កណ្ដាលអីបានបងនៅពេលដែលយើងដាក់ទឹករួចរាល់ហើយបងគ្រាន់តែយកទៅដាក់នៅលើដុំអគ្គិសនីបែបនេះមកគឺជាការស្រេចនៅពេលដែលបងប្រើចុចដំណើរការបងត្រូវចុចយកបេតុងបើកបន្ទាប់មកបងចុចយកបេតុងខាងលើនេះមានភ្លើងក្រហមបែបនេះបានន័យថាទឹកនៅក្នុងហ្នឹងទឹកដែលមិនទាន់ដាំពុះឬមួយក៏ទឹកធម្មតាបងហើយក៏អាចកំណត់សីតុណ្ហភាពបានដែរបងគ្រាន់តែចុចយកកន្លែងកំណត់សីតុណ្ហភាពនេះបងចង់បានប៉ុន្មាន90ឬមួយក៏40អីគឺវាអូតូទៅដោយខ្លួនឯងមិនចាំបាច់នៅចូលមើលទេបងហើយមួយទៀតនៅពេលដែលបងចង់ដាំទឹកដែលស្អាតបងចុចយកបេតុងបែបនេះវាចេញភ្លើងខៀវមកបានន័យថាទឹកហ្នឹងគឺទឹកធ្លាប់ដាំរួចរាល់ហើយឬមួយក៏ទឹកសុទ្ធដែលទឹកហ្នឹងគឺជាទឹកស្អាតបងហើយក៏អាចកំណត់សីតុណ្ហភាពបានដូចគ្នាបងនៅពេលដែលបងចង់កំណត់ទឹកយកមកប្រើប្រាស់ឧទាហរណ៍បងចង់កំណត់ទឹកម៉ានបងសុំចុចយកបេតុងមួយនេះបងចង់បាន70ឬមួយក៏80ឬមួយក៏លើហ្នឹងក៏បានដែរបងគឺវាមានឡូតនៅកន្លែងនេះយើងមើលតែម្ដងបងឥឡូវបងអូនយកកំណត់តែ 30ml ទេបងចុចយកកន្លែង lock sound នេះចំនួន2ដងហើយក៏ចុចយកកន្លែងកំណត់ទឹកបន្ទាប់មកក៏វាចេញទឹកត្រឹម 30ml ដែលយើងកំណត់បងហើយមួយទៀតបើសិនជាបងចង់បានទឹកតាមតម្រូវចិត្តយើងមិនចាំបាច់កំណត់ចង់បានប៉ុណ្ណាឈប់ប៉ុណ្ណឹងបងគ្រាន់តែចុច lock sound 2ដងចេញបន្ទាប់មកចុចលើរូបដំណត់ទឹកឲ្យចប់រយៈពេល5នាទីគឺវាចេញទឹកមក7នាទីគឺវាចេញទឹកមកតែម្ដងបងចង់បានប៉ុន្មានយើងដកដៃប៉ុណ្ណឹងមកគឺជាការស្រេចងាយស្រួលប្រើខ្លាំងមែនតើបងសម្រាប់ម៉ូតនេះណាហើយវាต้องបិទបើកគេគឺថាច់អីមិនបាច់ប្រើកម្លាំងទេបងគ្រាន់តែចុចសកត់ទៅគឺជាការស្រាប់តែម្ដងហើយសម្រាប់តម្រងកែវខាងក្រោមនេះគឺអាចដោះចេញបានបែបនេះដើម្បីចាក់ទឹកហើយបងចង់អត់ដាក់កែវក៏បានចង់ដាក់ត្រូកែវទឹកបែបនេះក៏បានដែរម៉ូតនេះវិញបងយកទៅចំណេញដោយសារតែម៉ូតនេះជួយសំចៃភ្លើងខ្លាំងមែនតើហើយក៏អាចយកទៅឆុងទឹកដោះគោឬមួយឆុងតែផ្សេងៗអីបានបងចង់បានឆាប់ចូលផេកខាងបងអូនមានម៉ូតថ្មីហើយនឹងមានតម្លៃពិសេសជូនអរគុណច្រើន